ហើយអរគុណអ្នកគ្រូខ្លាំងមែនតើជាមួយនឹងក្រុមការងារគាត់គឺគាត់មានទុកចោលតែបងតាំងពីម៉ោង10ព្រឹករហូតដល់ម៉ោង4យប់វិញហ្នឹងគឺគាត់មកឆែកយើងរហូតហើយយើងមានបញ្ហាអីយើងខហៅគាត់ភ្លាមគឺគាត់មកភ្លាមអញ្ចឹងណាបងអត់ទេបងអត់មាននិយាយទៅនិយាយនេះអត់មាន sponsor អត់មានអីទេបងនិយាយទៅគឺថាឲ្យលុយពេញថ្លៃទាំងអស់ពីដើមដល់ចប់អត់មាន sponsor ទាំងអស់បងតែពេញចិត្តសេវាកម្មនៅសម្ភពរស់មែនអ្នកគ្រូពេទ្យនៅសម្ភពរស់គឺខ្ញុំពេញចិត្តទាំងអស់បងមិនថាពេទ្យនៅចកាមនឬក៏សែនសុកទេគឺខ្ញុំហ្វេនទាំងពីរហ្មងដោយសារតែទៅជួបគាត់មិនថាអេកូឬក៏ពិភាក្សាគឺគាត់បញ្យល់ឲ្យយើងអស់អត់មានឲ្យយើងពិបាកថាទៅវិញយើងឆ្ងល់កន្លែងណាអីចឹងណាអត់ទេបងដោយសារតែខ្ញុំធ្លាប់ផ្ញើពោះនៅមន្ទីរពេទ្យផ្សេងដែរមុននឹងមកដល់រស់បងប៉ុន្តែគឺខ្ញុំអត់ពេញចិត្តអញ្ចឹងហើយក៏ខ្ញុំសម្រេចចិត្តថាបដូរមករស់ហ្នឹងគឺអត់មានតាមអ្នកណាបងដោយសារខ្ញុំមើលតាម Facebook ឃើញអ្នកគ្រូហើយក៏ជា fan គាត់ដូចគ្នាអញ្ចឹងក៏សម្រេចចិត្តសាកថាមកសម្ភពរស់ម្ដងសិនថាមិនដែរអញ្ចឹងណាបងប៉ុន្តែមកដល់ជាក់ស្ដែងគឺតង់សេវាកម្មតង់ការបញ្យល់របស់អ្នកគ្រូពេទ្យហើយនឹងការថែទាំរបស់គាត់តាំងពីខ្ញុំមានផ្ទៃពោះរហូតដល់សម្រានេះគឺខ្ញុំពេញចិត្តខ្លាំងមែនតើបងអញ្ចឹងក៏សម្រេចចិត្តថាផ្ញើពោះពីនឹងរហូតមកតនការរហូតក៏ពេលចិត្តដល់ថ្ងៃសម្រាអ្នកក៏សួរអ្នកគ្រូអញ្ចឹងណាបងថាពេលណាអាចកក់បន្ទប់បានខ្ញុំចង់សម្រានៅនឹងអីអញ្ចឹងណាហើយខ្ញុំក៏ចង់សម្រាធម្មជាតិដូចគ្នាហើយអ្នកគ្រូក៏គាត់ព្យាយាមបញ្យល់ណែនាំយើងថាត្រូវញ៉ាំចេះអីចេះអញ្ចឹងណាឲ្យយើងថែរក្សាសុខភាពយើងឲ្យបានសម្រាធម្មជាតិនិយាយទៅគឺពេញចិត្តគ្រប់យ៉ាងហ្មងមកនេះអូយបងនិយាយទៅគឺថាសម្ភពរស់គឺជួបដុកទ័រច្រើនខ្លាំងមែនតើដុកទ័រគឺខ្ញុំអត់សូវចាំច្រើនទេដោយសារតែខ្ញុំណាត់មកគឺជួបដុកទ័រណាគឺខ្ញុំជួបមួយគាត់អញ្ចឹងណាបងប៉ុន្តែគ្រប់ដុកទ័រគឺសិតតែល្អទាំងអស់ទាំងការបញ្យល់ទាំងការអេកូទាំងអីគឺគាត់បញ្យល់ក្បោះក្បាយយើងទាំងអស់ពីមួយខែទៅមួយខែគឺអត់មានដុកទ័រណាដែលថាគាត់អត់មានបញ្យល់ក្បោះក្បាយអត់ឲ្យយើងថាខកចិត្តឬក៏ទាស់ចិត្តត្រង់ណាអត់យល់ត្រង់ណាអីគឺអត់ទេបងគាត់បញ្យល់យើងក្បោះក្បាយគ្រប់ដុកទ័រហើយគាត់ប្រាប់យើងទាំងអស់នៅអ្វីដែលយើងឆ្ងល់អីអញ្ចឹងណាយើងចង់សួរអីយើងចង់ដឹងអីគឺគាត់បញ្យល់យើងអស់ហ្មងអត់មានពិបាកទេសម្រាប់រឿងហ្នឹងគឺខ្ញុំគិតថាមានសម្ពាធទេបងដោយសារតែអ្នកគ្រូគាត់និយាយមកគឺសិតតែជារឿងល្អបងជាពិសេសការហូបចុកហ្នឹងទីមួយក៏ខ្លាចយើងលើសគីឡូខ្លាំងខ្លាចលើសសម្ពាធឈាមខ្លាចយើងឡើងគីឡូខ្លាំងពេកយើងសម្រាប់ធម្មជាតិអត់បានឈានដល់ការវះកាត់អីចឹងណាសម្រាប់សម្ភពរស់មួយគឺគាត់លើកទឹកចិត្តឲ្យយើងថែរក្សាខ្លួនឯងតាំងពីពេលពពោះរហូតដល់កើតដោយសារតែគាត់ចង់លើកទឹកចិត្តឲ្យយើងសម្រាប់ធម្មជាតិបានណាបងអញ្ចឹងគឺគាត់ព្យាយាមដាក់របបអាហារយើងខ្លាំងមែនតើតែវាក៏ជាមានសម្ពាធអីខ្លាំងដែរដោយសារតែវាញ៉ាំបានទូទៅដូចគេដូចឯងដែរបងវាអត់មានអីលើសកំណត់ទេគាត់ថាជាតិស្ករកុំផ្អែមខ្លាំងពេកកុំឲ្យញ៉ាំរបស់ឆៅកុំញ៉ាំបន្លែឆៅញ៉ាំបានតែកុំឲ្យញ៉ាំរបៀបថាអត់ស្អាតអត់អីចឹងណាបងរបៀបអញ្ចឹងចាហើយគ្រឿងផ្អាប់គ្រឿងអីគឺអ្នកគ្រូហាមដាច់ខាតអត់ឲ្យញ៉ាំទេកាហ្វេអីញ៉ាំបានធម្មតាទាំងអស់អ្នកតងូនមិនភ័យទេរឿងកាហ្វេគឺញ៉ាំបានធម្មតាអីទេបងពេលខ្ញុំមកដល់ហ្នឹងពេលព្រឹកម៉ោង10 កន្លះហ្នឹងខ្ញុំមកដល់ពេទ្យអ្នកគ្រូគាត់ចាប់ផ្ដើមពិនិត្យមាត់ស្បូនខ្ញុំគឺឃើញថាបើកបានមួយកាំហើយអញ្ចឹងក៏គាត់ឲ្យទៅបន្ទប់ទៅអីចឹងណាបងដើម្បីយើងផ្លាស់ប្ដូរកៅអៅអីចឹងទៀតទៅក៏បន្ទាប់មកម៉ោង2ថ្ងៃគាត់មកមើលទៀតក៏នៅតែមួយកាំទៀតអញ្ចឹងក៏គាត់ចាប់ផ្ដើមសម្រេចចិត្តថាដាក់ថ្នាំឲ្យយើងឆាប់សម្រាលអីចឹងណាបងដាក់ជាសេរ៉ូមហើយនឹងចាក់ដែរអញ្ចឹងណាហើយក៏គាត់ទុកពេលឲ្យយើងរហូតដល់ម៉ោង5គាត់មកឆែកទៀតក៏នៅតែមួយកាំទៀតនិយាយទៅគឺអត់បើកសោះហើយគាត់មានឲ្យបាល់យើងអុកអីដែរឲ្យយើងដើរអីចឹងណាប៉ុន្តែវានៅតែអត់បើកសោះរហូតមកដល់ម៉ោង12ក៏នៅតែមួយកាំ12យប់បងនៅតែមួយកាំដដែលហើយម៉ោង1ដល់ម៉ោង3ក៏នៅតែមួយកាំនិយាយទៅអត់បើកទេហើយអ្នកគ្រូក៏គាត់ថាចេះបើសិនជាម៉ោង3ហ្នឹងកន្លងពេលម៉ោង3យប់ហ្នឹងគាត់មកពិនិត្យមាត់ស្បូនម្ដងទៀតបើសិនជាអត់បើកទេយើងនឹងចាត់ចែងតាមហ្នឹងអញ្ចឹងណាដោយសារតែស្បូនខ្ញុំធ្វើការយូរខ្លាំងមែនតើបងវាចូល18ម៉ោងហើយដោយសារយើងដាក់ថ្នាំលើកណត់ណាគាត់អត់អាចទុកឲ្យយើងឈឺស្បូនអញ្ចឹងរហូតទេវាមានការកត្រាក់ស្បូនប៉ុន្តែវាអត់ឈឺពោះអត់អីអត់បើកបងវាមានការកត្រាក់ស្បូនញឹកខ្លាំងមែនតើតែ
វាបើកស្បូនអត់បើកអីសោះអញ្ចឹងអ្នកគ្រូគាត់ថាគាត់អត់អាចឲ្យយើងឈឺខ្លាំងចឹងទៀតទេដោយសារខ្លាចកូនយើងខ្សោយទី1ខ្លាចកូនយើងខ្សោយចង្វាក់បេះដូងកូនយើងចេញមកក្រៅខ្សោយមានបញ្ហាផ្សេងអញ្ចឹងណាចឹងគាត់ក៏ថាបើសិនជាម៉ោង3ហ្នឹងអត់មានបើកស្បូននេះទេគាត់សម្រេចចិត្តវះអញ្ចឹងណាបងប៉ុន្តែជាក់ស្ដែងទៅខ្ញុំអាពេលឈឺពោះខ្លាំងហ្នឹងខ្ញុំអង្គុយអុកបាល់ហ្មងដោយសារតែខ្ញុំគេងក៏អត់កើតអង្គុយក៏អត់កើតវាឈឺវាចាប់ផ្ដើមឈឺពោះហើយពេលហ្នឹងប៉ុន្តែខ្ញុំអត់ដឹងតែវាឈឺទេដោយសារតែយើងកូនដំបងយើងអត់ដឹងហ្មងអញ្ចឹងអង្គុយអុកបាល់លេងអ្នកគ្រូថាបើសិនអង្គុយអត់កើតទេយើងអង្គុយអុកបាល់ទៅដល់ពេលអុកបាល់ម៉ោង3ហ្នឹងគាត់មកលូកស្បូនបើកបាន5កាំបងបើកបាន5កាំហើយបែកទឹកភ្លោះទៀតអញ្ចឹងអ្នកគ្រូគាត់ថាចាំមើលប្រហែលជា2ម៉ោងទៀតគាត់មកលូកមើលម្ដងទៀតដល់ពេលហើយបងអត់បាន2ម៉ោងទេម៉ោង4ជាងហ្នឹងខ្ញុំចាប់ផ្ដើមឈឺញាប់ខ្លាំងមែនតើហើយអ្នកគ្រូគាត់ថាបើសិនជាមានបញ្ហាអីផ្សេងហៅគាត់ចឹងណាហើយអរគុណអ្នកគ្រូខ្លាំងមែនតើជាមួយនឹងក្រុមការងារគាត់គឺគាត់មានទុកចោលទេបងតាំងពីម៉ោង10ព្រឹករហូតដល់ម៉ោង4យប់វិញហ្នឹងគឺគាត់មកឆែកយើងរហូតហើយយើងមានបញ្ហាអីយើងខហៅគាត់ភ្លាមគឺគាត់មកភ្លាមអញ្ចឹងណាបងដល់ពេលម៉ោង4ជាងហ្នឹងខ្ញុំចាប់ផ្ដើមឈឺញាប់ទៅគាត់មកលូកមើលក៏ខ្ញុំបាន9កាំមកបងបាន9កាំក៏អូសទៅបន្ទប់សម្រាលហ្មងហើយមានការលើកទឹកចិត្តពីអ្នកគ្រូជុំវិញហ្នឹងគឺខ្លាំងមែនតើបងសម្រាលគឺថាប្រឹងតែ3ដងមកបងស្រួលខ្លាំងមែនតើចានៅក្នុងបន្ទប់សម្រាលហ្នឹងគឺអ្នកគ្រូទាំងដុកទ័រទាំងអីទាំងដុកទ័រចាំយក baby ហ្នឹងគឺ5 6នាក់បងទាំងគាត់និយាយទៅគឺគាត់នៅក្នុងហ្នឹងគឺស្វះស្វែងគ្នាហ្មងបងមានអ្នកចាក់ថ្នាំមានអ្នកដាក់សេរ៉ូមឲ្យអត់ឲ្យយើងថាពិបាកអីទៅបងហើយនិយាយទៅគឺគាត់លើកទឹកចិត្តឲ្យយើងប្រឹងឲ្យយើងអីដោយសារយើងកូនដំបងយើងអត់ចេះអីទាំងអស់ហើយគាត់បរៀនយើងអីអញ្ចឹងណាបងអញ្ចឹងធ្វើតាមគាត់ទៅគឺថាមកស្រួលហ្មងបងនិយាយមែនអូយបងអារម្មណ៍រំភើបខ្លាំងមែនតើហើយជាពិសេសអ្នកគ្រូគាត់អ្នកគ្រូដុកទ័រខ្ញុំអ្នកគ្រូសុខាហ្នឹងបងគឺគាត់លើកទឹកចិត្តខ្ញុំជាងគេហ្មងគាត់ថាអាពេលដែលខ្ញុំឈឺពោះអត់កើតណាបងខ្ញុំពេលហ្នឹងខ្ញុំភ័យខ្លាំងឡើងបេះដូងលោតឡើងដល់180បេះដូងកូនណាដោយសារខ្ញុំខ្លាចវះខ្ញុំអត់ចង់វះហើយដោយសារតាំងពីដើមមកខ្ញុំតាមដានមួយដុកទ័រហើយក៏ជួបអ្នកគ្រូរចនាអីផ្សេងគឺគាត់ថាខែខ្ញុំសម្រាប់ធម្មជាតិបានហើយយើងក៏ព្យាយាមញ៉ាំអីដែលគាត់ប្រាប់អីអញ្ចឹងណាខ្ញុំតាមគ្រប់យ៉ាងហ្មងដល់ពេលហើយជាក់ស្ដែងវាមកទៅជាអត់បើកស្បូនអញ្ចឹងហើយវាទៅជាចង់វះវិញខ្ញុំភ័យបងអារម្មណ៍យើងដូចថាត្រៀមសម្រាប់ធម្មជាតិតែវាបដូរមកវះភ្លាមពេកអញ្ចឹងណាទៅអ្នកគ្រូសុខាគាត់ក៏ថាអីទេបើចាំមើលជាក់ស្ដែងទៀតព្រោះពេលខ្លះវាអាចនឹងទៅជាវះហ្មងឯងវាមានអីផ្សេងទៀតអញ្ចឹងណាបងតែដល់ពេលហើយមែនបានសម្រាប់ធម្មជាតិហើយគាត់នៅចាំមួយខ្ញុំនឹងឡើងដល់ភ្លឺហ្មងបងទាំងអស់គ្នាសម្រាប់ខ្ញុំអ្នកខេត្តអញ្ចឹងការត្រៀមខ្លួនរបស់ខ្ញុំមកសម្រាប់នៅភ្នំពេញហ្នឹងគឺអ្នកគ្រូគាត់ណែនាំដូចគ្នាអញ្ចឹងណាបងមុនដំបូងខ្ញុំជួបអ្នកគ្រូរចនានៅខ្ញុំកវ៉ាទី34សប្តាហ៍អញ្ចឹងត្រូវ3អាទិត្យទៀតយើងមកពេទ្យម្ដងទៀតគាត់ណាត់ខ្ញុំអញ្ចឹងណាតែគាត់ក៏និយាយថាបើសិនជាជិតដល់ថ្ងៃហ្នឹងបើសិនជាមានអាការៈឈឺពោះហើយអាចជិះមកហ្មងបានតែកុំជិះលឿនដោយសារតែកូនដំបងយើងគាត់និយាយថាអាចឈឺពោះកន្លងពី6ម៉ោងទៅអញ្ចឹងបងវាអាចក្រោមហ្នឹងឯងដោយសារតែភាគច្រើនកូនដំបងគឺគាត់និយាយថាពី6ម៉ោងឡើងលើឯងអញ្ចឹងគាត់ក៏ប្រាប់ប្តីខ្ញុំដែរថាបើសិនជាប្រពន្ធឈឺពោះសម្រាកុំឲ្យភ័យកុំឲ្យស្លន់ជិះមកតាមសម្រួលអញ្ចឹងណាតែដល់ពេលជាក់ស្ដែងដល់ថ្ងៃដែលគាត់ណាត់ហ្នឹងខ្ញុំអត់ទាន់ឈឺពោះអីទាំងអស់ចឹងក៏ខ្ញុំមកសម្រាប់នៅភ្នំពេញនៅផ្ទះបងថ្លៃខ្ញុំបងតែនៅប្រហែលបានជា5 6ថ្ងៃក៏ចាប់ផ្ដើមមានអាការៈចង់ឈឺពោះហើយក៏ឆាតមកសម្ភពទៅក៏អ្នកគ្រូថាឲ្យមកឆែកសិនអញ្ចឹងណាបងទៅក៏សម្រាប់នៅពេទ្យនឹងប្រហើយអត់បានទៅផ្ទះវិញទេពេលមកដល់ហ្នឹងក៏អ្នកគ្រូអីកោអីហើយអីផ្សេងចាប់ចង្វាក់បេះដូងអូនការកត្រាក់ស្បូននេះហើយគឺគាត់ឲ្យខ្ញុំសម្រាប់នៅពេទ្យនឹងចាំសម្រាប់ហ្មងនិយាយទៅគឺគាត់អត់បានសម្រាប់ទេបងវាឆ្លងថ្ងៃដែរអញ្ចឹងណាហើយគាត់រៀងភ័យដែរដោយសារតែនិយាយទៅពីអ្នកខ្ញុំគឺចង់សម្រាប់ធម្មជាតិបងកម្រងហើយគាត់រកខែគាត់ជូនមកគាត់ដែរមានហត់អីទេគាត់សុខចិត្តជូនយើងទៅវិញទៅមកអញ្ចឹងណាហើយពេលមកជួបអ្នកគ្រូគាត់និយាយថាកូនយើងល្អគាត់អេកូប្រាប់ថាសុខភាពម៉ាក់ល្អអត់អីទេអញ្ចឹងណាហើយគាត់ក៏សប្បាយចិត្តដូចគ្នាហើយដល់ពេលជាក់ស្ដែងគាត់
ចាំជួយយើងចាំលើកទឹកចិត្តហើយប្រាប់ថាកុំឲ្យភ័យកុំឲ្យអីចឹងណាហើយពេលឈឺពោះខ្លាំងគាត់នាំយើងដើរទៅវិញទៅមកនៅពេទ្យនឹងកុំឲ្យភ័យកុំឲ្យមានការបារម្ភអីចឹងណាបងហើយគាត់ពេលដែលពេទ្យប្រាប់ថាត្រូវវះហ្នឹងក៏គាត់និយាយដែរគាត់ថាអត់អីទេបើសិនជាសម្រាប់ធម្មជាតិអត់បានយើងវះក៏បានដែរអត់អីទេអញ្ចឹងណាបងដោយសារតាយើងមិនមែនយើងអត់ចង់សម្រាប់ធម្មជាតិទេប៉ុន្តែធម្មតាខេះយើងវាមានផ្លាស់ប្ដូរអីផ្សេងអញ្ចឹងណាអរគុណប្តីខ្ញុំដូចគ្នាដែលថាគាត់តាមខ្ញុំគ្រប់យ៉ាងបងលើកទឹកចិត្តការស្រឡាញ់ផ្ដល់ឲ្យការគោរពថ្នាក់ថ្នមហើយសូម្បីតែសម្រាប់កូនហើយនេះគឺខ្ញុំអត់មានពិបាកអីទេគាត់ជួយគ្រប់យ៉ាងបងតាំងពីមុនសម្រាលរហូតដល់សម្រាលគឺផ្លូវចិត្តផ្លូវអារម្មណ៍ខ្ញុំគឺល្អខ្លាំងមែនតើអញ្ចឹងបានពេលខ្ញុំសម្រាលឲ្យគេថាមិនបានឆាប់ត្រឡប់មករកសភាពដើមវិញដោយសារតែមានស្វាមីគាត់ចាំជួយលើកទឹកចិត្តយើងរហូតតាំងពីតងន់ពេលតងន់ហ្នឹងក៏ខ្ញុំអត់ឡើងគីឡូខ្លាំងអត់ធាត់អត់អីហើយរបៀបថាបងចាស់ហាតងន់ឬអត់តងន់ណារបៀបស្អាតអីអញ្ចឹងណាហើយមានគេទៅសើខ្ញុំថាខ្ញុំមិនដឹងនិយាយថាម៉េចដោយសារតែយើងមានប្តីគាត់ចាំជួយលើកទឹកចិត្តយើងហើយក៏ដូចជាការមកពិភាក្សាមួយអ្នកគ្រូពេទ្យដូចគ្នាហើយយើងស្រឡាញ់កូនស្រឡាញ់ខ្លួនឯងយើងតាមអ្វីដែលគាត់ប្រាប់ចឹងសុខភាពយើងល្អដូចគ្នាហើយរាងកាយយើងសុខភាពផ្លូវកាយផ្លូវចិត្តវាល្អទៅតាមហ្នឹងអញ្ចឹងណាបងសម្រាប់អ្នកដែលទៅតាមរៀបការថ្មីខ្ញុំនិយាយចឹងដោយសារខ្ញុំទៅរៀបការថ្មីដូចគ្នាហើយកម្រងចង់មាន baby បើល្អគួរតែមកពិនិត្យសុខភាពនៅពេទ្យព្រោះអីដោយសារតែយើងកម្រងយក baby យើងមកពិនិត្យសុខភាពនៅពេទ្យយើងអាចដឹងថាយើងមានជំងឺអីយើងអត់មានជំងឺអីអញ្ចឹងទាំងប្តីទាំងប្រពន្ធគឺល្អបំផុតហើយជាពិសេសបើសិនជាបានជួបអ្នកគ្រូគាត់អាចនឹងមានវីតាមីនឲ្យយើងញ៉ាំថែមឲ្យសុខភាពយើងល្អធម្មតាតែសុខភាពខាងក្នុងយើងល្អយើងមាន baby មកគឺគាត់ល្អហ្មងគាត់មានបញ្ហាអីទាំងអស់ហើយជាពិសេសពីមួយខែទៅមួយខែអត់ទេបងអត់មាននិយាយទៅនិយាយនេះអត់មាន sponsor អត់មានអីទេបងនិយាយទៅគឺថាឲ្យលុយពេញថ្លៃទាំងអស់ពីដើមដល់ចប់អត់មាន sponsor អីទាំងអស់បងតែពេញចិត្តសេវាកម្មនៅសម្ភពរស់មែនដោយសារតែខ្ញុំអ្នកនៅខេត្តធម្មតាអ្វីៗយើងចង់ឲ្យកូនយើងល្អហើយក៏យើងដូចគ្នាអញ្ចឹងណាបងអញ្ចឹងយើងទុកចិត្តពេទ្យណាយើងផ្ញើពូពេទ្យហ្នឹងទៅអត់មានការប្រខិតប្រខំពីអ្នកណាទេហើយក៏អត់មានបាន recommend អ្នកណាដែរព្រោះពេលខ្លះខ្ញុំពេញចិត្តតែអ្នកផ្សេងក៏អត់ពេញចិត្តអញ្ចឹងណាបងអញ្ចឹងយើងចង់ដឹងថាល្អមិនល្អយើងមកសាកខ្លួនឯងម្ដងបានព្រោះអត់មានលឹះតាណាទេបងតម្លៃក៏សមរម្យហើយការដែលអ្នកគ្រូពេទ្យគាត់យកចិត្តទុកដាក់យើងដែរអញ្ចឹងណាអញ្ចឹងបងដែលគាត់ចង់មកគឺអាចមកសាកបាន